សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតក្នុងការសិក្សាមេរៀនតែងសេចក្តីហើយលោកគ្រូបានលើកយកប្រធានបទមួយទាក់ទងនឹងតម្លៃនៃសន្តិភាពដោយសារយើងមើលឃើញបញ្ហាសន្តិភាពគឺជារឿងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនហើយម្យ៉ាងទៀតការសិក្សាស្នាដៃអក្សរសិល្ប៍យើងកន្លងមកក៏និយាយអំពីបញ្ហាសន្តិភាពក្នុងសង្គមដែរយើងក៏បានលើកយកប្រធានបទនេះមកសិក្សាទាំងអស់គ្នាដោយបងប្អូនបានឃើញនៅខាងក្រោយលោកគ្រូដែលប្រធានយើងបានលើកឡើងសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមចូលពន្យល់ដោយលើកយកឧទាហរណ៍មកបញ្ជាក់អញ្ចឹងយើងសិក្សាប្រធានបទពន្យល់មួយទៀតហើយគឺប្រធានបទតាក់ទងនឹងទស្សនៈទូទៅចំពោះវិធីសាស្ត្រក្នុងការធ្វើតែងសេចក្តីក្រោយពីយើងបានសិក្សាប្រធានជាច្រើនរួចមកហើយតើបងប្អូនមានភាពងាយស្រួលនិងលំបាកនៅត្រង់ចំណុចណាខ្លះក្រៅពីយើងចងចាំក្បួនសរសេរក៏រូបទៅតាមគោលការណ៍ទាំង3ផ្នែករបស់តែងសេចក្តីក្នុងសេចក្តីអធិប្បាយគឺយើងត្រូវមានក្បួនប្រចាំខ្លួនឯងដែលយើងគិតថាងាយស្រួលក្នុងការសរសេរតែងសេចក្តីគឺយើងបានទទួលបទពិសោធន៍ពីលោកគ្រូខ្លះហើយណាអញ្ចឹងយើងចាប់ផ្ដើមធ្វើការសិក្សាទាំងអស់គ្នាវិធីសាស្ត្រដែលលោកគ្រូបានផ្ដល់ឲ្យបងប្អូនក្នុងការសរសេរតែងសេចក្តីពិសេសនៅក្នុងលំនាំបញ្ហានៅត្រង់លំនាំបញ្ហាគឺបងអូនដែលតែងតអូនថាលំបាកនោះហើយលោកគ្រូបានផ្ដល់វិធីសាស្ត្រដូចម្ដេចគឺយើងត្រូវគិតប្រធានបទឲ្យបានច្បាស់ថាគេចង់និយាយអំពីអីឬក៏យើងរកមើលពាក្យកន្លឹះហើយស្វែងយល់ន័យនៃពាក្យកន្លឹះនោះបន្តិចតែមិនចំណាយពេលវេលាឲ្យយូរទេព្រោះលោកគ្រូជឿថាត្រឹមល្បះប៉ុណ្ណេះពួកយើងមិនពិបាកក្នុងការស្វែងយល់ទេមូលហេតុដែលលោកគ្រូចង់ឲ្យពួកយើងមានការស្វែងយល់ពាក្យកន្លឹះនិងន័យប្រធានជាមុននោះគឺដើម្បីឲ្យសរសេរលំនាំបញ្ហាវាចូលទៅក្នុងន័យប្រធានដែលគេចង់បានមិនព្រួយពីការចាក់ប្រធានហើយអត់លំបាកក្នុងការសរសេរឥឡូវយើងសិក្សានៅក្នុងលំនាំបញ្ហាទាំងអស់គ្នាយើងនឹងឲ្យប្រធានបទរបស់យើងគេនិយាយតាក់ទងនឹងសន្តិភាពនិងការអភិវឌ្ឍសង្គមអញ្ចឹងពាក្យសន្តិភាពយើងគិតបន្តិចមើលតើមានន័យថាម៉េចប្រកបជាមានន័យថាការស្ងប់សុខសេចក្តីស្ងប់ចំណែកឯពាក្យការអភិវឌ្ឍគឺជាការរីកចម្រើនដែលយើងធ្លាប់ជួបជាច្រើនដងក្នុងការសិក្សាប្រធានតែងសេចក្តីកន្លងមកហើយឯពាក្យមូលដ្ឋានគ្រឹះបានន័យថាវាជាកត្តាសំខាន់អញ្ចឹងយើងសរសេរលំនាំបញ្ហាធ្វើម៉េចឲ្យតាក់ទងនឹងពាក្យ3ហ្នឹងឥឡូវមើលលោកគ្រូណែនាំជាឧទាហរណ៍បងប្អូនអាចសរសេរខុសពីលោកគ្រូបន្តិចក៏បានក៏ប៉ុន្តែកុំឲ្យតែចាក់ប្រធានបទអញ្ចឹងចាំមើលតើលោកគ្រូនិយាយពិតដែរឬអត់ក្នុងការសរសេរលំនាំបញ្ហាឲ្យចូលនៃប្រធានហើយមានលក្ខណៈងាយស្រួលដោយប្រើវិធីសាស្ត្រឲ្យពាក់ព័ន្ធនឹងពាក្យកន្លឹះរបស់ប្រធាននោះយើងនឹងងាយស្រួលក្នុងការសរសេរឥឡូវយើងមើលទាំងអស់គ្នាតើពិតឬអត់អញ្ចឹងយើងមើលលោកគ្រូបានប្រើឃ្លាថាម៉េចនៅលើលោកយើងនេះសង្គមជាតិណាក៏ដោយសុទ្ធតែចង់បានការរស់នៅប្រកបដោយសេចក្តីសុខនិងការរីកចម្រើនឃើញទេតាក់ទងនឹងសេចក្តីស្ងប់សេចក្តីសុខបាត់ទៅហើយកត្តាទាំងនេះអាចកើតឡើងបានទាល់តែមានសន្តិភាពពេញលេញឃើញទេយើងអាចប្រើពាក្យសន្តិភាពអញ្ចឹងក៏បានឬក៏យើងអាចប្រើពាក្យដែលជាន័យដូចនៃពាក្យសន្តិភាពយើងអាចប្រើពាក្យផ្សេងក៏បានដែរប៉ុន្តែប្រើពាក្យសន្តិភាពអញ្ចឹងក៏មិនអីដែរកាលណាសង្គមមានស្ថិរភាពដំណើរការនៃកិច្ចកសាងជាតិក៏ប្រព្រឹត្តទៅយ៉ាងល្អប្រសើរណាដូច្នេះយើងសរសេរលំនាំបញ្ហាតាមលំនាំដែលលោកគ្រូបានបង្ហាញហ្នឹងគឺប៉ុណ្ណឹងបន្ទាប់មកចំណូលបញ្ហា
អាស្រ័យហេតុនេះហើយទើបមានមតិមួយពោលថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមអញ្ចឹងត្រង់នេះដូចយើងបានរៀនកន្លងមកគឺវាងាយស្រួលមិនពិបាកទេគ្រាន់តែលើកវិធានមកដាក់តែប៉ុណ្ណោះចំណោទបញ្ហាតើមតិនេះបង្កប់ខ្លឹមសារដូចម្ដេចហើយយើងចោទបានមួយបែបទៀតគឺយើងចោទថាម៉េចតើសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមយ៉ាងណាខ្លះយើងអាចលើកឡើងសំណួរបែបហ្នឹងក៏បានដូច្នេះយើងធ្វើសេចក្តីផ្ដើមប៉ុណ្ណឹងណាគឺយើងអាចស្របទៅតាមគំនិតដែលប្រធានចង់បានឥឡូវមកដល់តួសេចក្តីដូចយើងដឹងហើយថាតួសេចក្តីមានចំណុចជាច្រើនដែលយើងត្រូវបកស្រាយហើយចំណុចដែលយើងមិនភ្លេចគឺមានជាចំណុចដូចជាឃ្លាភ្ជាប់សេចក្តីពន្យល់ពាក្យកន្លឹះពន្យល់នៃប្រធានទើបយើងឈានទៅដល់ការបកស្រាយប្រធានបទអញ្ចឹងគឺយើងមុននឹងចាប់ផ្ដើមបកស្រាយយើងតែងតែពន្យល់ពាក្យកន្លឹះហើយយើងបានបង្កើតនៅឃ្លាភ្ជាប់សេចក្តីផ្សេងតាមអ្វីដែលយើងធ្លាប់រៀនណាតាមគេហៅថា style ម្នាក់តាមរបៀបរបស់យើងចង់យើងដាក់ពាក្យជាឃ្លាភ្ជាប់សេចក្តីយ៉ាងម៉េចក៏បានដែរអញ្ចឹងយើងមើលនៅក្នុងការប្រើប្រាស់ឃ្លាភ្ជាប់សេចក្តីដើម្បីជាជំនួយដល់ការបកស្រាយមតិប្រធានខាងលើឲ្យបានក្បោះក្បាយគប្បីយល់នៃពាក្យសន្តិភាពមូលដ្ឋានគ្រឹះនិងការអភិវឌ្ឍពាក្យសន្តិភាពគឺជាភាពស្ងប់សុខមូលដ្ឋានគ្រឹះគឺជាកត្តាសំខាន់គឺជាកត្តាចម្បងការអភិវឌ្ឍគឺជាការរីកចម្រើនលូតលាស់ណាអញ្ចឹងយើងស្ដាប់មើលពាក្យនឹងនៃប្រធានចង់និយាយថាម៉េចគឺបានសេចក្តីថាភាពស្ងប់សុខសន្តិភាពគឺជាកត្តាយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនអញ្ចឹងនៃប្រធានគឺគេចង់បានប៉ុណ្ណឹងណាយើងសរសេរបកស្រាយនៅក្នុងបំណងស្រាយគឺយើងត្រូវលើកអំណះអំណាងផុសតាងបញ្ជាក់ថាសន្តិភាពគឺពិតជាមូលដ្ឋានគ្រឹះនៅក្នុងការអភិវឌ្ឍសង្គមប្រកបមែនឥឡូវយើងឈានដល់បំណងស្រាយដែលជាបំណងស្រាយធំសំខាន់នៅក្នុងតែសេចក្តីឥឡូវឈានដល់បំណងស្រាយក្នុងចំណុចបំណងស្រាយគឺយើងចែកជាផ្នែកតូចៗដោយបងប្អូនធ្លាប់រៀនកន្លងមកទី1គំនិតសំខាន់ទី2សេចក្តីលម្អិតគាំទ្រទី3ឧទាហរណ៍គឺយើងចែកតាមផ្នែកតាមលក្ខខណ្ឌនៃប្រធានបទហើយទី4សរុបសេចក្តីអញ្ចឹងចំណុចទាំងអស់ដែលយើងរៀបចំគឺមានចំណុចខ្លះងាយស្រួលចំណុចខ្លះពិបាកប៉ុន្តែលោកគ្រូបានឲ្យគន្លឹះឲ្យវិធីសាស្ត្រកន្លែងដែលលំបាកគឺបានបង្ហាញបានផ្ដល់បទពិសោធន៍រួចទៅហើយនៅក្នុងគំនិតសំខាន់គឺអត់លំបាកទេត្រង់នេះគឺយើងបង្ហាញគំនិតប្រធានបទពិបាកនៅក្នុងសេចក្តីលម្អិតគាំទ្រអាចថាយើងខ្វះនៅបទពិសោធន៍ក្នុងការវិភាគបញ្ហាហើយកន្លែងនេះគឺជាមូលហេតុគាំទ្រដែលយើងបានលើកប្រធានមកបង្ហាញឯឧទាហរណ៍គឺយើងងាយស្រួលទៅវិញទេតាមការសង្កេតលោកគ្រូពិនិត្យចំពោះសិស្សដែលបានធ្វើកិច្ចការកន្លងមកហេតុអីបានលោកគ្រូថាឧទាហរណ៍ងាយស្រួលសិស្សជាច្រើននៅពេលដែលធ្វើតែងសេចក្តីនៅពេលដែលលើកប្រធានបទមកបង្ហាញរំលងសេចក្តីលម្អិតគាំទ្របាត់ទៅហើយគឺភាគច្រើនបង្ហាញគំនិតសំខាន់ហើយស្រាប់តែផ្លោះមកឧទាហរណ៍អញ្ចឹងវាអត់ទាន់អស់សេចក្តីគេអត់ទាន់យល់ទេយើងត្រូវតែដើរមួយកម្មម្ដងគឺមានលំដាប់របស់វាមិនមែនសរសេរតាមលឃើញចេះតែសរសេរនោះទេបើយើងចេះតែសរសេរបន្ទុកយើងក៏តិចទៅតាមនឹងដែរអញ្ចឹងលោកគ្រូរំលឹកឡើងវិញគំនិតសំខាន់គឺបង្ហាញប្រធានបទយើងតាក់ទងនឹងសន្តិភាពអញ្ចឹងយើងបង្ហាញគំនិតសំខាន់លើកយកមកដែលយើងនឹងត្រូវបកស្រាយឲ្យគេយល់ត្រង់នេះយើងតែងតែប្រើឃ្លាជាការពិតណាស់ឬក៏សម្របតាមន័យប្រធានយើងប្រើមួយណាក៏បានដែរប៉ុន្តែយល់ល្អយកជាការពិតណាស់ដោយសារតែពាក្យនឹងយើងតែងតែប្រើញឹកញាប់ឲ្យយើងស្ទាត់ដៃក្នុងការសរសេរអញ្ចឹងបើសិនជាយើងប្រើពាក្យថាជាការពិតណាស់យើងភ្ជាប់ប្រធានមកសន្តិភាពគឺជា
មូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមប្រកបមែនណាត្រង់នេះយើងមិនបាច់លើកឲ្យពេញដោយប្រធានក៏បានដែរប៉ុន្តែសំខាន់ឲ្យលើកចំនៃប្រធានគំនិតសំខាន់គឺជាគំនិតប្រធាននោះហើយបន្ទាប់មកទៀតយើងបង្ហាញប្រាប់គេថាសន្តិភាពគឺជាមូលដ្ឋាននៃការអភិវឌ្ឍសង្គមអ្នកដែលស្ដាប់យើងគេប្រកាសជារងចាំស្ដាប់ហេតុផលអំណះអំណាងជាមិនខានអញ្ចឹងយើងប្រើប្រាស់ឃ្លាការពីគំនិតសំខាន់របស់យើងថាម៉េចបានជាសំអាងបែបនេះណាបានជាអះអាងបែបនេះពីព្រោះអ្វីគឺព្រោះតម្លៃនៃសន្តិភាពធ្វើឲ្យមានផលល្អសម្រាប់សង្គមមែនទេគឺទី1យើងលើកតាក់ទងតម្លៃនៃសន្តិភាពមានតម្លៃដូចម្ដេចណានេះជាហេតុផលដែលធ្វើឲ្យសង្គមមានការអភិវឌ្ឍគឺទី1សន្តិភាពធ្វើឲ្យសង្គមស្ងប់សុខគ្មានសង្គ្រាមកាលណាមានសន្តិភាពអត់មានសង្គ្រាមរាំងជលអត់មានសង្គ្រាមរ៉ាំរ៉ៃកើតឡើងទេអញ្ចឹងសន្តិភាពគឺវាមានសារៈសំខាន់បែបហ្នឹងសន្តិភាពធ្វើឲ្យមនុស្សមានសេរីភាពធ្វើឲ្យមនុស្សមានសិទ្ធិក្នុងការរស់នៅអត់មានអ្នកណាគៀបសង្កត់អត់មានអ្នកណាជិះជាប់អ្នកណាសន្តិភាពធ្វើឲ្យប្រទេសបង្កើតបាននូវធនធានមនុស្សពិតមែនទេកាលណាប្រទេសជាតិមានសុខសន្តិភាពមនុស្សអាចទៅរៀនសូត្រគ្រាបបញ្ជក់ចំណេះដឹងយកមកបម្រើសង្គមប៉ុន្តែផ្ទុយទៅវិញបើសិនរៀនមានសង្គ្រាមទម្លាក់ក្របបែកណាឬក៏បាញ់ប្រហារណាមានការបែកបាក់សាមគ្គីផ្ទៃក្នុងឬក៏ជាមួយបណ្ដាប្រទេសជិតខាងប្រកបជាយើងរៀនអត់កើតរដ្ឋាភិបាលមិនអាចបង្កើតធនធានមនុស្សបានទេអញ្ចឹងតើអស់ឬនៅសន្តិភាពគឺមិនទាន់អស់ទេសន្តិភាពបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅហេតុអ្វីកាលណាប្រទេសមានសន្តិភាពប្រជាជនរស់នៅបានសុខប្រកបមុខរបររកស៊ីទទួលទានកសាងជីវភាពឲ្យមានការរីកចម្រើនប៉ុន្តែបើសិនជាយើងរស់នៅក្នុងបណ្ដាប្រទេសណាដែលមានសង្គ្រាមគឺយើងអត់អាចរកស៊ីអត់អាចបង្កើនជីវភាពរស់នៅបានទេណាចង់ធ្វើអីក៏លំបាកតែព្រួយទៅវិញបើយើងមានសន្តិភាពគ្រប់គ្រាន់យើងចង់រកស៊ីអីយើងចង់ប្រកបមុខរបរអីក៏អត់លំបាកតើអស់ឬនៅយើងរនឹកកន្លែងហ្នឹងថាគួរតែបន្ថែមឬក៏យ៉ាងម៉េចទៀតតើអស់ហើយឬនៅតម្លៃនៃសន្តិភាពតាមលោកគ្រូគិតគឺអត់ទាន់អស់ទេសន្តិភាពណាធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើនឈានឡើងជាការពិតកាលណាមានសន្តិភាពចំណូលសេដ្ឋកិច្ចជាតិបានមកពីណាទីទៀតយើងលើកឧទាហរណ៍ទៅយើងនឹងច្បាស់លាស់កន្លែងហ្នឹងហើយណាតកតងនឹងសេដ្ឋកិច្ចជាតិនិងសន្តិភាពគេបងបណ្ដាក់ទុនវិស័យពាណិជ្ជកម្មមានការរីកចម្រើនទេសចរអាហ្នឹងយើងទុកឧទាហរណ៍កុំតនិយាយកន្លែងហ្នឹងយើងគ្រាន់តែបង្ហើបគេបន្តិចឲ្យគេស្គាល់សិនយើងនឹងលើកឧទាហរណ៍ជាក់ស្ដែងក្នុងសង្គមគេនឹងច្បាស់កាលណាយើងលើកកន្លែងហ្នឹងវាទៅជាច្បងច្បល់តែសេចក្តីរបស់យើងចំណុចមួយទៀតសន្តិភាពលើកស្ទួយដល់ទេសចរវប្បធម៌អញ្ចឹងកាលណាប្រទេសយើងមានសន្តិភាពគេមកលេងគេបានស្គាល់អំពីវប្បធម៌អរិយធម៌របស់យើងនេះគឺជាសេចក្តីលម្អិតបបាក់ក្នុងការសរសេរកន្លែងហ្នឹងប៉ុន្តែយើងព្យាយាមរកនឹកយើងមានគន្លឹះក្នុងការសរសេរប្រកបជាអាចយល់បានជាមិនខានទេហើយសរសេរនឹងងាយស្រួលសរសេរកុំលើកឧទាហរណ៍នៅត្រង់កន្លែងសេចក្តីលម្អិតឲ្យសោះគឺគ្រាន់តែបញ្ជាក់ហេតុផលបានហើយអញ្ចឹងយើងបន្ថែមទៀតលក្ខណៈនៃសន្តិភាពដែលយើងមើលឃើញប្រទេសជាតិមួយមានសន្តិភាពគឺគេសម្គាល់ទៅលើសិទ្ធិសេរីភាពក្នុងការរស់នៅសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តគ្មានអំពើហិង្សាបញ្ហាដែលកើតឡើងទំនាស់ផ្សេងដោះស្រាយដោយសន្តិវិធី
មានការសាមគ្គីភាពណាមានការសាមគ្គីភាពដោយគ្មានការរើសអើងគ្មានការបែងចែកបកពួកប្រទេសជាតិមានតែសេចក្តីសុខនេះគឺជាតម្លៃនៃសន្តិភាពអញ្ចឹងយើងនឹងលើកឧទាហរណ៍កុំឲ្យយើងនិយាយហេតុផលតែប៉ុណ្ណេះយើងអត់បញ្ជាក់ផុសតាងក៏វាអត់កើតដែរក៏អត់ក្បោះក្បាយដែរអញ្ចឹងសំណពរបងប្អូនកន្លែងនេះកុំរំលងយើងបកស្រាយខ្លះគេហៅថាបំណកស្រាយលើប្រធានលើទស្សនៈប្រធានឬក៏បំណកស្រាយទូទៅអានេះគេហៅចែករបៀបតែលោកគ្រូហៅសេចក្តីលំអិតគ្រប់គ្រងយើងហៅថា support idea ណាអញ្ចឹងគឺជាសេចក្តីលំអិតតូចហើយយើងសរសេរបំបែកអាតូចហ្នឹងឲ្យជាអត្ថបទនេះគឺជាឧទាហរណ៍ក្នុងសង្គមជាក់ស្ដែងយើងលើកនៅក្នុងសង្គមខ្មែរនិងសង្គមបរទេសដើម្បីឧទាហរណ៍យើងឲ្យមានលក្ខណៈសមស្របនឹងប្រធានបទនិងសេចក្តីលម្អិតដែលយើងបានខំអះអាងឧទាហរណ៍ជាក់ស្ដែងនៅក្នុងសង្គមខ្មែរតែម្ដងដោយយើងឃើញហើយថាសង្គមខ្មែរយើងធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពតបន្ទាប់ពីយើងបានចាកផុតពីរបបនោះប្រទេសជាតិមានសុខសន្តិភាពបន្តិចម្ដងរហូតមកដល់សពថ្ងៃនេះសង្គមយើងមានសុខសន្តិភាពដែលជាអំណោយផលមួយដ៏ល្អប្រសើរសម្រាប់ការរស់នៅការសិក្សាការប្រកបមុខរបរនិងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យផ្សេងអញ្ចឹងគេសង្កេតឃើញប្រទេសកម្ពុជាមានការប្រែប្រួលមានការអភិវឌ្ឍឈានឡើងដូចជាវិស័យអប់រំកុមារមានសិទ្ធិចូលរៀនយុវជនក៏ដូចគ្នាបានរៀនសូត្រជ្រៅជ្រះវិស័យពាណិជ្ជកម្មក៏មានការលូតលាស់គេសង្កេតឃើញមានវិនិយោគទុនបរទេសជាច្រើនបានមកបណ្ដាក់ទុនបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរណាបង្កើតនៅវិស័យពាណិជ្ជកម្មឲ្យមានសកម្មភាពមានទំនាក់ទំនងជាមួយនឹងអន្តរជាតិអាចទទួលបាននៅចំណូលពន្ធដារដល់ប្រទេសជាតិណាអញ្ចឹងយើងឃើញថាវិស័យពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ននេះមានការសកម្មណាមានការលូតលាស់ហើយបើសិនជាស្រុកទេសយើងមានសង្គ្រាមគេឲ្យហ៊ានចូលមករកស៊ីបណ្ដាក់ទុនជាមួយនឹងស្រុកយើងទេវិស័យទេសចរក៏ដូចគ្នាដែរកន្លងមកយើងឃើញថាបណ្ដាជនបរទេសបានមកចូលទស្សនានៅក្នុងប្រទេសខ្មែរយើងគ្រប់ទីកន្លែងហើយរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឲ្យធ្វើដំណើរណាតាមទីរមណីយដ្ឋានដោយសុខសុវត្ថិភាពអត់មានភេរវកឬក៏ជនឧទាមឯណាបង្កប់ខ្លួនឲ្យបរទេសឲ្យភ្ញៀវមានការព្រួយបារម្ភនោះទេជាហេតុធ្វើឲ្យទេសចរមានការរីកចម្រើនក្នុងរយៈកាលប្រមាណឆ្នាំចុងក្រោយមកនេះចំណែកឯវិស័យគមនាគមន៍ក៏ដូចគ្នាដែរដោយសារប្រទេសមានសុខសន្តិភាពគ្មានសង្គ្រាមមានការបំផ្លិចបំផ្លាញរដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យប្រជាជនបានប្រើប្រាស់ស្ទើរតែគ្រប់តំបន់សូម្បីតែតាមភូមិស្រុកឥឡូវគឺមានថ្នល់មានស្ពានណាមានផ្លូវបេតុងផ្លូវកៅស៊ូសម្រាប់ប្រើប្រាស់ហើយចំណែកឯជីវភាពរស់នៅរបស់ប្រជាជនក៏ដូចគ្នាដែរគឺប្រជាជនអាចមានការរកស៊ីដោយឯករាជ្យមានសិទ្ធិក្នុងការប្រកបអាជីវកម្មហើយមានសិទ្ធិក្នុងការលក់ដូរហើយគ្មាននៅបញ្ហាកើតឡើងឲ្យខូចខាតទ្រព្យសម្បត្តិរបស់គាត់ទេកាលពីផុតពីសម័យប៉ុលពតថ្មីយើងមិនទាន់មានការរក្សាឬក៏យើងបង្កើតបាននូវសន្តិភាព 100% ទេតំបន់ខ្លះនៅមានពួកទាមខ្មែរក្រហមបង្កប់ខ្លួនបើតាមលោកគ្រូដឹងដូចជាកំពង់ធំសៀមរាបអន្លង់វែងបាត់ដំបងជាដើមបៃលិនធ្វើឲ្យប្រជាជនពិបាកក្នុងការរស់នៅតាមមិត្តភ័ក្តិលោកគ្រូនិយាយគឺពិបាកណាស់រកស៊ីមិនបានធូរធារទេដោយសារពួកគេបង្កចលាចលធ្វើបាបប្រជាជនប៉ុន្តែនៅក្នុងឆ្នាំ91 92 93ហ្នឹងរដ្ឋាភិបាលបានបង្រួបបង្រួមជាតិធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពក្រោយមកទៀតក៏មានការបោះឆ្នោតហ
ហើយក៏មានការរៀបចំប្រទេសជាតិមកដល់បច្ចុប្បន្នទៅអញ្ចឹងយើងអាចបញ្ជាក់ឲ្យឃើញថាការណាសង្គមមានសន្តិភាពហើយគឺយើងអាចមានលទ្ធភាពនិងមានសិទ្ធិគ្រប់យ៉ាងក្នុងការរស់នៅប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងរស់នៅដោយខ្វះនៅសន្តិភាពហើយចង់អភិវឌ្ឍចង់ធ្វើអ្វីក៏លំបាកដែរចំណុចបន្ថែមទៀតគឺសំណង់សាធារណៈយើងសង្កេតមើលក្រៅពីផ្លូវស្ពានថ្នល់គឺមានមន្ទីរពេទ្យជាពិសេសគឺសាលារៀនណាសាលារៀនគឺមានការរីកដុះដាលដោយរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាកសាងផ្តល់សេវាអប់រំដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងចំណែកឯកិច្ចសហប្រតិបត្តិការអន្តរជាតិក៏កាន់តែទូលំទូលាយចាប់ពីយើងមានសន្តិភាពគ្រប់គ្រាន់ធ្វើឲ្យប្រទេសខ្មែរទទួលបាននៅកិច្ចសហប្រតិបត្តិការដ៏ប្រសើរពិសេសជាមួយប្រទេសនៅក្នុងតំបន់និងបណ្ដាប្រទេសធំៗនៅលើសកលលោកយើងអាចប្រឡេកមើលបណ្ដាប្រទេសខ្លះដែលជាប្រទេសមានសុខសន្តិភាពជាច្រើនឆ្នាំយូរអង្វែងគេសង្កេតឃើញថាប្រទេសនោះមានការរីកចម្រើនគួរឲ្យកោតសរសើរតែបើសិនជាប្រទេសដែលខ្វះនៅសុខសន្តិភាពគឺប្រទេសនោះរស់នៅដោយការភ័យខ្លាចប្រជាជនរស់នៅពុំបានសុខឡើយណាអញ្ចឹងយើងលើកឧទាហរណ៍នៅក្នុងសង្គមជាក់ស្ដែងដោយយើងផ្អែកទៅលើភស្តុតាងជាក់ស្ដែងនៅក្នុងប្រទេសខ្មែរនិងនៅក្នុងបណ្ដាប្រទេសនៅលើសកលលោកទើបតែសេចក្តីយើងស្ដាប់ទៅគឺក្បោះក្បាយដូច្នេះយើងបញ្ចប់នៅក្នុងការលើកឧទាហរណ៍នៅក្នុងសង្គមជាក់ស្ដែងប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍បន្ទាប់តើតកតងនឹងឧទាហរណ៍អ្វីតើតកតងប្រវត្តិសាស្ត្រដែរឬអត់យើងសាកគិតបន្តិចមើលណាប៉ុន្តែបើយើងសង្កេតមើលប្រធានបទនេះយើងសម័យប្រវត្តិសាស្ត្រខ្មែរប្រកបជាតកតងអញ្ចឹងយើងត្រូវលើកឧទាហរណ៍ប្រវត្តិសាស្ត្រឲ្យបានយ៉ាងហោចណាស់មួយសម័យកាលណាតើយើងលើកសម័យណាយកមកធ្វើជាភស្តុតាងអះអាងតកតងនឹងសន្តិភាពបងប្អូនប្រកាសជាបានដឹងច្បាស់ហើយថាសម័យកាលណាប្រទេសខ្មែរមានការរីកចម្រើនហើយសម័យណាប្រទេសខ្មែរមានសន្តិភាពសម័យណាប្រទេសខ្មែរធ្លាក់ក្នុងភាពអន់ថយខ្វះសន្តិភាពអញ្ចឹងយើងលើកសម័យកាលខ្លះៗនៅក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងនោះមានសម័យមហានគរជាសម័យដែលរីកចម្រើនពិសេសរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានកសាងនៅសមិទ្ធផលបម្រើសង្គមព្រះអង្គបានលើកស្ទួយជីវភាពរបស់ប្រជាជនឲ្យមានជីវភាពធូរធារដោយសារអ្វីដោយសារប្រទេសមានសុខសន្តិភាពក្រោយមកទៀតក៏មានការបែកបាក់សម័យអង្គរនៅសម័យក្រោយទៀតឃើញទេប្រទេសខ្មែរក៏មានការធ្លាក់ចុះមកដល់សម័យសង្គមរាស្ត្រនិយមគេសង្កេតឃើញប្រទេសជាតិមានការរីកចម្រើនបន្ទាប់ពីយើងទទួលបានឯករាជ្យពីបារាំងប្រមុខដឹកនាំសម្ដេចតាព្រះបាទនរោត្តមសីហនុព្រះអង្គបានយកគោលនយោបាយល្អៗក្នុងការអភិវឌ្ឍប្រទេសជាតិជាពិសេសវិស័យកសិកម្មវិស័យឧស្សាហកម្មវិស័យអប់រំវិស័យសេដ្ឋកិច្ចធ្វើឲ្យប្រទេសជាតិមានការខុសប្លែកពីសម័យបារាំងអញ្ចឹងយើងលើកនៅក្នុងសម័យសង្គមរាស្ត្រនិយមបញ្ជាក់អំពីតម្លៃនៃសន្តិភាពដែលយើងបានដឹងគ្រប់គ្នាចំណែកឯសម័យប៉ុលពតយើងសង្កេតមើលតើមានសន្តិភាពដែរឬអត់អត់មានទេប៉ុលពតកាប់សម្លាប់ប្រជាជនបង្កភាពវឹកវរនៅក្នុងសង្គមបំផ្លិចបំផ្លាញអស់នៅសម្បត្តិសាធារណៈជាហេតុធ្វើឲ្យប្រទេសជាតិធ្លាក់ដល់កម្រិតសូន្យប្រជាជនរស់តែនៅក្នុងសេចក្តីទុក្ខយើងគិតមើលតើអភិវឌ្ឍរបៀបម៉េចបើគោលនយោបាយបើសន្តិភាពគ្មានបែបនេះណាអញ្ចឹងយើងលើកនៅក្នុងសម័យប៉ុលពតដើម្បីឲ្យយើងបានស្គាល់ឲ្យយើងបានដឹងកាន់តែច្បាស់ថាសន្តិភាពគឺពិតជាមានសារៈសំខាន់យើងអាចលើកឧទាហរណ៍សម័យដែលខ្វះសន្តិភាពមកបញ្ជាក់ប្រាប់គេក៏បានអស់ហើយប្រវត្តិសាស្ត្រខ្មែរ
យើងលើក3សម័យកាលហើយសរសេរមកលំនាំឲ្យគេយល់ឲ្យគេដឹងច្បាស់អំពីសន្តិភាពណាភស្តុតាងសំខាន់មិនអាចខ្វះបានគឺភស្តុតាងនៅក្នុងស្នាដៃអក្សរសិល្ប៍យើងលើកស្នាដៃអក្សរសិល្ប៍ណាដែលនិយាយតាក់ទងទៅនឹងសង្គមមានសន្តិភាពឬក៏ខ្វះសន្តិភាពឲ្យគេបានដឹងក្នុងនោះឧទាហរណ៍សំខាន់មានដូចជារឿងភូមិដេរឆានរឿងភូមិដេរឆានគេបង្ហាញប្រទេសស្ថិតនៅក្នុងរបបអាណានិគមបារាំងយើងយករឿងនេះមកបង្ហាញពីប្រទេសខ្មែរដែលខ្វះនៅសន្តិភាពយ៉ាងម៉េចដំណើររឿងបង្ហាញថាម៉េចប្រជាជនរស់នៅខ្វះសិទ្ធិសេរីភាពពិបាកក្នុងការប្រកបមុខរបរត្រូវបង់ពន្ធជូនរាជការបារាំងណាចលនាបះបោរកើតឡើងអត់មានស្ថិរភាពទេអញ្ចឹងជីវភាពក៏ក្រីក្រគ្មានការយល់ដឹងដោយទូអង្គសុវណ្ណទូអង្គបុត្រមិនបានរៀនសូត្រជ្រៅជ្រះហើយរស់ក្នុងជីវភាពក្រីក្រទៀតដោយសារតែមើលឃើញប្រទេសជាតិគ្មានសុខសន្តិភាពបែបហ្នឹងទើបក្រុមអ្នកក្លាហានជួននៅនិងអ្នកភូមិក្រាំងលាវនាំគ្នាក្រោកឡើងប្រឆាំងនឹងរេស៊ីដង់បាត់ដែររហូតដល់សម្លាប់លោកចៅដើម្បីស្វែងរកសន្តិភាពឲ្យប្រជាជនខ្មែរមិនព្រមរស់នៅក្រោមនិមអាណានិគមរបស់បារាំងឡើយប៉ុន្តែដំណើររឿងនេះប្រជាជនមិនបានទាមទារឯករាជ្យជោគជ័យទាំងស្រុងនៅឡើយទេព្រោះយើងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បារាំងដដែលមកដល់រឿងគូលីកំណែនរឿងគូលីកំណែននិយាយអំពីស្ថានភាពសង្គមខ្មែរបន្ទាប់ពីរឿងភូមិដេរឆានយើងបកស្រាយយើងត្រូវច្បាស់ដំណើររឿងនេះបង្ហាញថាបារាំងគ្រប់គ្រងខ្មែរថែមជប៉ុនមកលុកលុយក្នុងនយោបាយខ្មែរកែនខ្មែរធ្វើគូលីដូច្នេះប្រជាជនត្រូវបង់ពន្ធឲ្យបារាំងផងត្រូវធ្វើគូលីជប៉ុនផងមិនតែប៉ុណ្ណោះមានសង្គ្រាមចក្រពត្តិអាមេរិកកើតឡើងទៀតអាមេរិកទម្លាក់គ្រាប់បែកលើកងទ័ពជប៉ុនអញ្ចឹងសួរថាប្រជាជនរស់នៅរបៀបម៉េចបើសិតតែណាបរទេសលុកលុយត្រួតត្រាសង្គ្រាមទម្លាក់គ្រាប់បែកណាចំណែកឯអាញាធរភូមិស្រុកខ្លះក៏ខុបខិតជាមួយរាជការបរទេសអញ្ចឹងប្រជាជនរស់នៅមិនបានសុខឡើយប្រទេសអត់មានការអភិវឌ្ឍណាអ្នកខ្លះស្លាប់នៅក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកដោយទូអង្គលៀនហេងទូអង្គតាញ៉ាទីមុខបន្តិចលឹមត្រូវព្រាត់ម្ដាយឪពុកហើយរស់ក្នុងជីវភាពក្រីក្រដោយសារតែឃើញសង្គមបែបនេះទើបចលនាតស៊ូខ្មែរអសរៈនាំគ្នាក្រោកឡើងប្រឆាំងនឹងអាណានិគមបរទេសទាំងអស់នេះទាមទារឯករាជ្យរហូតបានសម្រេចជោគជ័យប្រទេសខ្មែរពេលនោះក៏ទទួលបានសន្តិភាពចំណែកឯរឿងដេជោយ៉តគឺជាស្នាដៃអក្សរសិល្ប៍បានបង្ហាញអំពីស្ថានភាពនៅក្នុងប្រទេសជាតិណាដែលមានការបះបោរដែលមានការប្រឹងប្រែងស្វែងរករក្សានៅសន្តិភាពយ៉ាងអង់អាចក្លាហានរបស់តួអង្គដេជោមាសតួអង្គដេជោយ៉តដំណើររឿងដំបូងស្ដេចសម្រែចង់ដណ្ដើមរាជព្រះជ័យជាស្ដាលោកបានប្រកាសខ្លួនឯងថាជាព្រះសម្រែរាជាធិរាជបាននៅជាស្ដេចមួយនៅបន្ទាយព្រះនគរធ្វើបាបប្រជាជនបង្ខំប្រជាជនឲ្យបង់ពន្ធណាឲ្យចោះចូលជាមួយគាត់ជាហេតុធ្វើឲ្យព្រះរាជាមានការព្រួយបារម្ភបើសិនឲ្យស្ដេចសម្រែនេះបង្កបញ្ហាបះបោរទៀតប្រទេសជាតិប្រកាសជាវឹកវរព្រះអង្គក៏បញ្ជាឲ្យដេជោមាសកំចាត់ស្ដេចសម្រែដេជោមាសនឹងយកជំទាវស្រែកបានរកវិធីចាប់ស្ដេចសម្រែមកដាក់ទោសដើម្បីកុំឲ្យ
ចលនាបះបោរនេះកាន់តែរីកធំឡើងបង្កមហន្តរាយដល់ប្រទេសជាតិក្រោយមកទៀតក៏មានខ្មាំងបះបោរតាមបណ្ដាខេត្តផ្សេងណាហើយសូម្បីតែខ្មាំងនៅក្នុងនគរណាសូម្បីតែជនក្បត់ជាតិមើលចៃចង្រៈអ្នកមនាងនោះដែលជាជនពុករលួយបង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងក៏ដែលជួយយកកំចាត់ចោលដើម្បីឲ្យប្រទេសរស់នៅប្រកបដោយសេចក្តីសុខគ្មានខ្មាំងទាំងក្នុងនិងក្រៅចំណែកឯខ្មាំងឈ្លានពានក្រៅប្រទេសដែលជួយយកក៏បានបង្ក្រាបឲ្យបណ្ដាប្រទេសទាំងនោះខ្លោបខ្លាចធ្វើឲ្យនគរមានសុខសន្តិភាពរស់នៅប្រកបដោយភាពរីកចម្រើនប្រកបដោយភាពសម្បូរសប្បាយឥឡូវយើងមកមើលនៅរឿងមួយទៀតគឺរឿងព្រះអាទិត្យថ្មីរះនៅលើផែនដីចាស់រឿងនេះមានការបង្ហាញដំណើររឿងពីសម័យកាលគឺសម័យដែលប្រទេសខ្មែរទើបរួចផុតពីរបបអាណានិគមបារាំងថ្មីប្រទេសមិនទាន់មានសន្តិភាពទេអញ្ចឹងតួអង្គសំតំណាងឲ្យប្រជាជនខ្មែរនៅក្នុងរឿងនេះមានការលំបាករហូតដល់ភៀសខ្លួនទៅនៅទីក្រុងភ្នំពេញបន្ទាប់មកមានការបោះឆ្នោតមានការរៀបចំប្រទេសរបបថ្មីបានកើតឡើងរបបសង្គមរាស្ត្រនិយមបានកើតឡើងប្រទេសក៏មានការដឹកនាំត្រឹមត្រូវប្រមុខដឹកនាំបានអនុវត្តគោលនយោបាយកសាងជីវភាពរបស់ប្រជាជនខ្លួនឯងក៏ខិតខំប្រឹងប្រែងចិញ្ចឹមជីវិតប្រកបមុខរបររហូតទទួលបានជីវភាពទូធាដូចមានតួអង្គសួនសំជាតំណាងពេលប្រទេសមានសន្តិភាពសំក៏ត្រឡប់ទៅស្រុកកំណើតប្រកបមុខរបរធ្វើស្រែក្រោមការជ្រោមជ្រែងយកចិត្តទុកដាក់ពីរដ្ឋាភិបាលសង្គមរាស្ត្រនិយមសំក៏ក្លាយជាកសិករគំរូជាប្រធានកងឃុំមានជីវភាពដ៏ប្រសើរប្រឆាចពីភាពក្រីក្រនេះគឺជាតម្លៃនៃសន្តិភាពឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍របស់យើងអក្សរសិល្ប៍យើងខ្លះបង្ហាញពីសង្គមខ្វះសន្តិភាពធ្វើឲ្យសង្គមមិនរីកចម្រើនអក្សរសិល្ប៍ខ្លះបង្ហាញពីសង្គមមានសន្តិភាពហើយទទួលបាននូវការលូតលាស់ដូច្នេះហើយទើបបានជាគេនិយាយថាសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍណាគឺមិនខុសទេនេះគឺជាបំណកស្រាយនៅក្នុងស្នាដៃអក្សរសិល្ប៍ភ្ជាប់ជាមួយឧទាហរណ៍នៅក្នុងសង្គមនិងក្នុងប្រវត្តិសាស្ត្រណាគឺយើងសរសេរទៅតាមដំណាក់កាលរបស់គេកុំសរសេរច្រឡូកច្រឡំហើយយើងសរសេរឧទាហរណ៍ក្នុងអក្សរសិល្ប៍ហើយមិនអាចសរសេរឧទាហរណ៍ក្នុងសង្គមបន្តទៀតទេកុំឲ្យរញ៉េរញ៉ៃឲ្យគេពិបាកស្ដាប់ណាអញ្ចឹងគឺប៉ុណ្ណឹងបំណកស្រាយរបស់យើងគឺមានផុសតាងជាច្រើនបញ្ជាក់លើបញ្ហាសន្តិភាពក្រោយពីយើងបកស្រាយហើយគឺយើងសរុបនៅអ្វីដែលយើងបាននិយាយគឺសរុបសេចក្តីអញ្ចឹងយើងសរុបសេចក្តីមកណាជារួមមកសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមប្រកបមែនណាហើយយើងបញ្ជាក់បន្ថែមមកសន្តិភាពធ្វើឲ្យសង្គមមានភាពស្ងប់សុខធ្វើឲ្យមនុស្សមានសេរីភាពធ្វើឲ្យរដ្ឋាភិបាលសម្រេចជោគជ័យលើការដឹកនាំលើគោលនយោបាយគ្រប់បែបយ៉ាងណាគឺយើងលើកបន្ថែមបន្តិចគឺយើងអាចស្ដាប់បានហើយប៉ុណ្ណឹងអញ្ចឹងយើងបញ្ចប់សេចក្តីចំណុចបញ្ចប់សេចក្តីណាគឺមានការវិតម្លៃប្រធាននិងយោបល់ផ្ទាល់ខ្លួនយើងវាតម្លៃប្រធានថាប្រធានគឺពិតជាមានអត្ថន័យខ្ពង់ខ្ពស់ដោយយើងប្រើឃ្លាឆ្លងតាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានចំពោះមតិប្រធានដែលលើកឡើងពិតជាមានអត្ថន័យខ្ពង់ខ្ពស់ថែមទាំងបំផុសឲ្យឃើញពីតម្លៃនៃសន្តិភាពទៀតផងសន្តិភាពមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គមខ្វះសន្តិភាពគឺខ្វះការអភិវឌ្ឍយើងប្រើឃ្លាហ្នឹងដើម្បីឲ្យវាស៊ីទៅនឹងយោបល់ផ្ទាល់ខ្លួនឲ្យវាតាក់នឹងយោបល់ផ្ទាល់ខ្លួនដូច្នេះបើសិនជាសន្តិភាព
មានសារៈសំខាន់អញ្ចឹងយោបល់ផ្ទាល់ខ្លួនយើងត្រូវប្រើពាក្យយ៉ាងម៉េចយើងត្រូវបង្កើតរបស់របៀបម៉េចដូច្នេះហើយត្រូវរួមគ្នារក្សាសុខសន្តិភាពឲ្យបានគង់វង្សដើម្បីដឹកនាំកសាងជាតិឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់ជានិរន្តរ៍ណាពេលយើងសរសេរអត្ថបទគឺយើងត្រូវចេះប្រើឃ្លាឲ្យពិរោះតាក់ទាញអ្នកដែលគេបានស្ដាប់ណាអញ្ចឹងនេះជាតែងសេចក្តីតាក់ទងតម្លៃសន្តិភាពទាំងអស់គ្នាគឺត្រូវតែត្រង់ស្ដាប់និងអនុវត្តដូច្នេះលោកគ្រូបញ្ចប់ការបកស្រាយប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីអាចសរសេរឬក៏ឆាតមកលោកគ្រូផ្ទាល់ក៏បានដែរចំពោះចម្ងល់ក្នុងការបកស្រាយតែងសេចក្តីចឹងថ្ងៃនេះយើងបានសិក្សាមួយប្រធានបទបន្ថែមតាក់ទងតម្លៃនៃសន្តិភាពក្រោមប្រធានបទបែបពន្យល់យើងចាំជួបគ្នានៅក្នុងប្រធានបទក្រោយទៀតអរគុណចំពោះការស្ដាប់